សួស្តីបងប្អូនអរគ្នាអ្នកបើកក្បាលដំបងមកកូវិចទៀតហើយប្រហែលវីដេអូហ្នឹងគឺចេញធ្វើស្ត្រីមេផ្ទះគឺចេញមកហូបរហូតអត់មានបានចេញដំណើរកំសាន្តទេអានេះខ្ញុំកូខ្ញីជាមួយនឹងខ្ទឹមណាបន្ទាប់មកខ្ញុំកូសាច់ជ្រូកជាមួយគ្នាហើយចង់ដឹងថាម្ហូបនឹងម្ហូបអីគេគឺខ្ញុំធ្វើបបរពងទាក្បងអញ្ចឹងនឹងពីរបៀបធ្វើហើយបងប្អូនអាចមើលបានអញ្ចឹងខ្ញុំលីងសាច់ជាមួយនឹងខ្ទឹមហើយនឹងខ្ញីនឹងឲ្យវាឡើងឈ្ងុយសិនបន្ទាប់មកបានយើងដាក់លាយអង្ករចូលជាមួយអញ្ចឹងណាតែអានេះបងប្អូនអាចល្ងឹសវាឲ្យឆ្អិនសិនតែក្រៀមសិនណាសាច់ជ្រូកដោយសារតែបើសិនតែយើងទុកធ្វើឲ្យបានឆ្អិនទេវាអាចវារៀងធំក្លិនអញ្ចឹងយើងលលីងវារួចហើយបានយើងយកអង្ករដែលយើងដាក់ត្រាំប្រហែលជា15នាទីហើយបានយើងយកមកកកូរជាមួយនឹងសាច់ជាមួយនឹងខ្ទឹមហើយខ្ញីនឹងឲ្យវាឡើងឈ្ងុយបងប្អូនឡើងឈ្ងុយបានយើងចាប់ផ្ដើមដាក់ទឹកចូលពួកអីអាហ្នឹងបើយើងអត់លីងវាទេវាអត់ឡើងឈ្ងុយទេអញ្ចឹងបងប្អូនអាចចាក់ទឹកចូលទៅចាក់មកលិចអង្គនឹងទៅបានហើយបន្ទាប់មកទៀតយើងដាក់វាឲ្យឆ្អិនណាយើងនេះដូចបងប្អូនឃើញអញ្ចឹងឲ្យវាពុះឲ្យឆ្អិនឲ្យបែកសាច់អង្គឲ្យរីកមកឲ្យចេញជាបបរមកអញ្ចឹងណាអញ្ចឹងតាមចំណង់ចំណូលចិត្តបងប្អូនថាតើបងប្អូនចង់បានរីកខ្លាំងឬក៏មិនអីហ្នឹងតាមចំណង់ចំណូលចិត្តបន្ទាប់មកខ្ញុំបានដាក់ពងទាក្បងហ្នឹងយើងហាន់វាចំណិតរួចហើយយើងដាក់ចូលទៅដើម្បីយើងយកជាតិអញ្ចឹងណាយើងដាក់ចូលរួចហើយបងប្អូនអាចបន្ថែមមានដូចជាផ្សិតចំបើងអីយើងដាក់បន្ថែមក៏បានដែរដើម្បីរសជាតិបន្ថែមអញ្ចឹងប៉ុន្តែថ្ងៃនេះខ្ញុំអត់មានទេខ្ញុំមានតែប៉ុណ្្នឹងហើយបន្ទាប់មកទៀតខ្ញុំដាក់បន្ថែមជាមួយនឹងបង្គាអញ្ចឹងបងប្អូនអាចដាក់បង្គាដាក់មឹកដាក់អីក៏បានដែរដើម្បីឲ្យវារសជាតិវាកាន់តែឆ្ងាញ់អញ្ចឹងឬក៏មានប្រហិតអីដាក់ប្រហិតក៏បានដែរអញ្ចឹងខ្ញុំដាក់បង្គាដោយសារតែមកហូបហ្នឹងបបរហ្នឹងខ្ញុំធ្វើពេលព្រឹកសម្រាប់ជូនប៉ាម៉ាក់ឲ្យគាត់ប្រសាមានកម្លាំងអញ្ចឹងធានាតែពុកម៉ែបងប្អូនបើសិនជាអត់មានកម្លាំងអីធ្វើបបរនឹងញ៉ាំធានាតែឆ្ងាញ់តែម្ដងបើមិនជឿទេអាចសាករសជាតិនឹងបានហើយរសជាតិគ្រឿងក្រៅយើងអាចថែមអំបិលបន្តិចរ៉ូឌីបន្តិចអីក៏បានដែរដោយសារតែហ្នឹងខ្ញុំអត់ដាក់ច្រើនទេដោយសារជាម្ហូបអាហារសុខភាពយើងអត់ប្រើគ្រឿងទេសច្រើនទេប៉ុន្តែបងប្អូនអាចប្រើតាមរសជាតិដែលបងប្អូនបានចង់បានអញ្ចឹងណាអញ្ចឹងបន្ទាប់មកយើងឆ្អិនហើយយើងលើកដាក់នៅលើតុដើម្បីចាំប៉ាម៉ាក់កាត់ផ្សាហើយអរគុណសម្រាប់ការតាមដានវីដេអូអញ្ចឹងណានេះហើយដល់ពេលដែលលោកមានគុណគាត់ពិសាហើយគាត់និយាយថាឆ្ងាញ់អីចឹងហ្នឹងយើងជាកូនក៏យើងមានសេចក្តីសុខដែរអញ្ចឹងអរគុណសម្រាប់ការតាមដានទស្សនាបាយបាយ